បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយអំពីរឿងវិលមុខដោយសារតែមួយថ្ងៃនេះខ្ញុំជួបអ្នកជំងឺខ្ញុំវិលមុខច្រើនមែនតើហើយចូលមកដល់គឺពេលដែលធ្វើរោគវិនិច្ឆ័យគឺគាត់បានជំងឺ BPPV BPPV នេះគឺពាក្យពេញគេហៅថា benign paroxysmal positional vertigo អ្នកទាំងអស់គ្នាមិនបាច់ចាំក៏បានដែរព្រោះអីវារៀងវែងចាំតែ BPPV ទៅហើយលក្ខណៈនៃជំងឺនេះគឺវិលមុខរបៀបវិលខ្ញាល់ហ្មងនៅពេលដែលយើងគេងក្បាលដកដីអញ្ចឹងទៅងាកមកឆ្វេងឬក៏ស្រាប់តែពេលយើងគេងហើយយើងងាកមកស្ដាំបែរអញ្ចឹងទៅស្រាប់វិលខ្ញាល់ឃើញដូចពីដានឬក៏ឃើញដូចអញ្ចឹងអីចាប់ផ្ដើមខូងចាប់ផ្ដើមវិលហ្នឹងគឺជាប្រភេទ vertigo ហើយប៉ុន្តែមិនមែនវិលរបៀបដូចថាធីងធងទេណាបើ dizziness គឺដូចរបៀបថាយើងងើបមកអញ្ចឹងរៀងល្ងិតមុខរៀងធងសវ៉ានេះសវ៉ានោះអាហ្នឹងមិនមែនវិលរបៀប BPPV ហ្នឹងទេអញ្ចឹងអាចបែងចែកខ្លួនឯងតិចតួចបាននៅផ្ទះហើយបញ្ហារឿង BPPV ឬក៏វិលរបៀបហ្នឹងគឺដោយសារតែរឿងកូនឃ្លីនៅក្នុងត្រចៀករបស់យើងវាបែងចែកជា3អាខាងក្រៅអាកណ្ដាលហើយនិងអាជ្រៅគេហៅថា inner ear ហ្នឹងគឺវាមានគ្រាប់មួយដូចកូនឃ្លីអញ្ចឹងវានៅក្នុងត្រចៀកយើងនឹងហើយដល់ពេលវាចូលខុសកន្លែងវាធ្វើឲ្យយើងវិលហើយអញ្ចឹងវិធីសំខាន់គឺមិនញ៉ាំថ្នាំឬក៏មិនអីគឺយើងត្រូវក្លុកអាឃ្លីហ្នឹងឲ្យចូលមក position ដើមវិញហើយអ្នកជំងឺខ្ញុំភាគច្រើនគាត់ថានេះខ្ញុំមកឲ្យអ្នកគ្រូក្លុកពិតភាសាឲ្យស្រួលស្ដាប់គឺក្លុកហើយប៉ុន្តែអីដែលយើងធ្វើគឺជា exercise មួយដែលជួយឲ្យអាកូនឃ្លីហ្នឹងវាត្រឡប់ចូលមកកន្លែងដើមវិញបានអ្នកជំងឺហ្នឹងគាត់ងាកទៅគាត់លែងវិលមុខប៉ុន្តែរឿងមួយចំនួនទៀតដែលយើងអត់អាចបំភ្លេចបានទេប្រសិនបើអ្នកជំងឺពាក់ព័ន្ធនឹងរឿងវិលមុខគឺយើងត្រូវ check ត្រចៀករបស់គាត់ចង្ការគាត់អាលាកត្រចៀកខាងក្នុងរបស់គាត់ហ្នឹងណាក៏វាធ្វើឲ្យគាត់អាចវិលចឹងដែរអញ្ចឹងមុននឹងក្លុកមុននឹងដាក់រោគវិនិច្ឆ័យថាអ្នកជំងឺហ្នឹងគាត់មានបញ្ហារឿងឃ្លីត្រចៀកហ្នឹងតើយើងបើកត្រចៀកគាត់មើលយើងរបៀបមើលគាត់មានក្តៅខ្លួនក៏មានសញ្ញាជាការឈឺត្រចៀកអីផ្សេងឬក៏អត់ចឹងថ្ងៃនេះខ្ញុំចែក tip បងប្អូនអរគ្នាឲ្យចាំពាក់ព័ន្ធរឿងវិលកុំឲ្យនៅពេលខ្លះយើងវិលខ្ញាល់ខ្លាំងពេកទៅយើងភ័យស្មានតែយើងឈឺអីធ្ងន់ធ្ងរបញ្ហាសរសៃឈាមបេះដូងអីចឹងណាកុំភ្លេចគិតពាក់ព័ន្ធជាមួយនឹងរឿងឃ្លីត្រចៀកនឹងផងចឹងថ្ងៃនេះខ្ញុំចែកម្លែកប៉ុណ្ណឹងឯងប្រសិនបើមានសំណួរអីពាក់ព័ន្ធនឹងរឿងហ្នឹងអាច comment នៅក្នុងវីដេអូរបស់ខ្ញុំបានបាយបាយ